បងប្អូនឃើញម្ហូបពេញតុបងប្អូនថ្ងៃនេះគឺថាចេញវីដេអូឲ្យបងប្អូនមើលក៏ដូចជាទុកជាអនុស្សាវរីយ៍ផងដែរហើយការមកញ៉ាំនេះគឺថានៅហាងកាកាស៊ូគីគឺនៅខាងកោះពេជ្របងប្អូននេះថ្ងៃនេះគឺថាមកលេងប្អូនជីដូនមួយនៅភ្នំពេញដល់ពេលអញ្ចឹងទៅក៏បបួលប្អូនមកញ៉ាំប៊ូហ្វេនៅកាកាស៊ូគីនឹងតែម្ដងនិយាយទៅនៅកាកាស៊ូគីខ្ញុំមកច្រើនដងហើយប៉ុន្តែលើកនេះគឺបានថតទុកអញ្ចឹងណាបើមុនវិញគឺថាបានថតទេឲ្យមកថ្ងៃសៅរ៍ផងបងប្អូនហើយនិយាយថាមនុស្សនឹងពេញហើយបុគ្គលិកគេនៅនឹងគឺទទួលរាក់ទាក់មែនតែនហើយនាំយើងចូលកន្លែងអញ្ចឹងណាឥឡូវរកកន្លែងអង្គុយឃើញហើយក៏ចាប់មុខម្ហូបឡើងពេញតុផងដែរហើយនិយាយទៅនៅកាកាស៊ូគីហ្នឹងណាគឺថាមានច្រើនមែនតែនគ្រឿងសមុទ្រហើយរបស់សិតតែខ្ញុំចូលចិត្តហ្មងហើយអ្វីដែលខ្ញុំចូលចិត្តខ្លាំងជាងគេនោះបងប្អូនហើយនិយាយថា oyster ហើយនិងសាច់ត្រីសាម៉ុនគឺខ្ញុំចូលចិត្តហើយចាប់ច្រើនជាងគេហ្មងហើយបើថានិយាយពីថាទឹកជ្រលក់វិញគឺច្រើនមុខមែនតើឲ្យយើងរើសហើយទឹកជ្រលក់គេនោះស្អាតតែឆ្ងាញ់ទាំងអស់ហើយបើខ្ញុំវិញគឺថាទឹកជ្រលក់គឺយកមកតម្រៀបជួរហ្មងខ្ញុំដួសយកទាំងអស់ហ្មងទឹកជ្រលក់ប្រហែលមុខហ្នឹងហើយបើថាប្អូនខ្ញុំវិញគឺអត់ចូលចិត្តរបស់ឆៅទេ oyster ក៏អត់ចូលចិត្តហើយសាច់ត្រីសាម៉ុនឆៅក៏អត់ចូលចិត្តដែរបើខ្ញុំវិញគឺចូលចិត្តហ្មងនិយាយទៅគឺចំណែកប្អូនខ្ញុំគឺខ្ញុំអស់ហើយដូចស្អីគឺខ្ញុំចូលចិត្តរបស់ឆៅអញ្ចឹងណាក៏ដូចជា oyster ទេបងប្អូននិយាយថាអូយឆ្ងាញ់ខ្លាំងមែនតើហើយមកទៅពីអ្នកបងប្អូនអញ្ចឹងគឺអត់មានថាញ៉ាំរៀបរឹកអីណាទេគឺថាកាយញាត់យកតែម្ដងដូចស្អីអត់មានថាត្រូវខ្មាស់អ្នកណាទេមកទៅពីអ្នកប្អូនអញ្ចឹងណាពេលនៅកាកាស៊ូគីហ្នឹងគឺខ្ញុំមកច្រើនដងហើយនិយាយទៅគឺជាប់ចិត្តហ្មងដូចស្អីគឺគ្រឿងសមុទ្រនេះគឺច្រើនមុខមែនតើហើយបើថាផ្អែមគេវិញក៏ច្រើនមុខដែរភេសជ្ជៈក៏ច្រើនមុខនិយាយទៅលើកក្រោយខ្ញុំបានមកលើកក្រោយទៀតគឺខ្ញុំថតមុខម្ហូបឲ្យបងប្អូនមើលអញ្ចឹងថាមានអីច្រើនមុខអីអញ្ចឹងណាប៉ុន្តែមកសារនេះដោយសារតែមនុស្សច្រើនពេកហើយក៏អត់បានថតអញ្ចឹងណាហើយដោយសារខ្ញុំមករៀងជ្រេមែនតែនហើយអញ្ចឹងណាក៏ប្រញាប់ញ៉ាំទៅព្រោះអីតែញ៉ាំយូរហ្នឹងគឺថាដល់ម៉ោងបិទហ្មងដោយសារអីមកខ្ទង់ចូលម៉ោង8ជាងអញ្ចឹងណាហើយត្រូវខ្ញុំមកថ្ងៃសៅរ៍ទៀតគឺមនុស្សច្រើនហើយពិបាកថតអីអញ្ចឹងណាក៏បានតែថតដល់ពេលញ៉ាំហ្នឹងអញ្ចឹងទៅហើយបងប្អូនហើយនិយាយទៅគឺកន្លែងនេះគឺឆ្ងាញ់ព្រោះគេមែននេះមិនមែនប្រម៉ូទឲ្យហាងគេណាប៉ុន្តែគឺឆ្ងាញ់មែនមើលតែមុខខ្ញុំបងប្អូនឯងដាក់មកហ្មងទឹករបស់ដែលខ្ញុំចូលចិត្តអញ្ចឹងណាបើថាប្អូនខ្ញុំវិញគ្រឿងរបស់ឆៅគឺញ៉ាំអត់ខាតហើយចំណែកប្អូនខ្ញុំគឺបានលើខ្ញុំទាំងអស់ហ្មងហើយនេះបងប្អូនញ៉ាំជាមួយនឹង oyster ហើយសាច់ត្រីសាម៉ុនហើយដាក់ជាមួយនឹងកូកាតិចអូយបងប្អូនជាតិនោះជាតិបន្ទាប់ពីញ៉ាំចាដែរក៏នាំគ្នាទៅផ្ទះវិញបងប្អូននងស្ងាត់ជ្រាបហ្មងបងប្អូននងវាលហ្មងគេទៅផ្ទះទាំងអស់លេងហើយហាងក៏ចិត្តបិទដែរអញ្ចឹងណាក៏អត់បានដើរថតទៅបងប្អូនណានិយាយថាអូយលើកក្រោយខ្ញុំនឹងថតជូនបងប្អូនមើលអញ្ចឹងណាសម្រាប់បងប្អូនចង់មកញ៉ាំប៊ូហ្វេនៅហាងកាកាស៊ូគីគឺទីតាំងនៅខាងកោះពេជ្រណាបងប្អូនហើយមកលើកក្រោយខ្ញុំនឹងថតឲ្យពេញជូនបងប្អូនមើលតែម្ដងតែសារនេះគឺថារវល់តែញ៉ាំខ្លាចហួសម៉ោងក៏អត់បានថតហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណមែនតើជាមួយបងប្អូនដែលគាត់តាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ